នេះកូនមន់យើងអាយុ21ថ្ងៃឥឡូវយើងចាប់ផ្ដើមតម្លាក់វាចោះដីសារឥឡូវវាធំវាជាត្រង់ពេកអញ្ចឹងយើងបន្ស៊ាំវាជាមួយដីបដាហើយដល់ពេលដែលយើងតម្លាក់កូនមន់ចោះអញ្ចេះច្បាស់ណាស់ថាវាដឹងតែចឹកថ្មចឹកដីចឹកស្អីស៊ីផ្សេងអត់ស៊ីចំណីទេអញ្ចឹងកូនមន់ភាគច្រើនដែលយើងប្រឡែងដំបងចេះដឹងតារីកសឲ្យបងប្អូនវាអាចអាលៀកពវៀនណាដោយសារវាស៊ីរបស់តាពីអញ្ចឹងបងប្អូនដែលតម្លាក់ថ្មីថ្មោងចេះបងប្អូនអាចប្រើជាថ្នាំផ្សះហើយជួយផ្សះពវៀនវារយៈពេល3ថ្ងៃទៅ1អាទិត្យទៅកូនមន់អត់សូវមានបញ្ហាបងប្អូនហើយកូនមន់នេះយើងឲ្យវាស៊ីចំណីក្រុមហ៊ុនសិនយើងអត់ទាន់ផ្ដាច់ទេដល់វាអាយុ1ខែឬ1ខែកន្លះយើងចាប់ផ្ដើមផ្សំចំណីឲ្យវាស៊ីវិញហើយកូនមន់នេះតាប្រហែលអាយុ1ខែកន្លះអីយើងប្រឡែងឲ្យវាដើរជាមួយមេហើយដោយសារវាធំហើយវីដេអូយើងមានប៉ុណ្ណេះ